សួស្តីបងប្អូនទាំងអស់គ្នាមកមើលបរិះម្នាក់នេះគេកំពុងដើរពីអ្នកប្តីប្រពន្ធផងគេហើយបរិះម្នាក់នេះថាជាចោលប្លន់ណាបងប្អូននេះមកវាយបរិះម្នាក់នេះហើយថាជាឃើញបរិះម្នាក់នេះក៏ពាក់ខ្សែកធំបងប្អូនឥឡូវគាត់អូមិនមែនគាត់ប្លន់ខ្សែកទេគាត់ប្លន់យកកូនបរិះនឹងនារីនេះបាទឥឡូវគាត់បានវាយនារីបរិះនឹងសន្លប់ហើយនឹងនារីម្នាក់ទៅសន្លប់ហើយឥឡូវមើលតែគាត់និយាយខ្លះមកទស្សនាដល់គ្នាបងប្អូនថាយកប្លន់យកកូនហ្នឹងឬក៏ខ្សែកអូដោះយកខ្សែកបងប្អូនហ្នឹងហើយនឹងហើយគេថាអញ្ចឹងបងប្អូនមានកុំដើរបង្ហាញច្រើនពេកដល់ពេលឥឡូវនេះមើលឃើញខ្សែកធំមកចោប្លន់បងប្អូនហ្នឹងទៅពីអ្នកប្តីប្រពន្ធវាយឡើងសន្លប់អស់ហើយឥឡូវគាត់យកខ្សែកគាត់យកកាបូបទៀតបងប្អូនមកទស្សនាទាំងអស់គ្នាឥឡូវគាត់ចាក់កាបូបហ្នឹងឃើញលុយចាក់យកលុយទាំងអស់បងប្អូនហើយបរោះ2នាក់ជាមួយប្តីប្រពន្ធណាលើសន្លប់ហើយជិះមើលតើគាត់យកអីទៀតបងប្អូនឥឡូវគាត់យកលុយនឹងដាក់ចូលកាបូបវិញឥឡូវគាត់ធ្វើមកទៀតបងប្អូនណាឥឡូវគាត់ប្លន់យកកូនទៀតបងប្អូនហ្នឹងហើយឬក៏យកទៅទុកកន្លែងណាដែរហើយមើលមាននារីម្នាក់នោះគាត់ឃើញឥឡូវគាត់បានដឹងហើយគាត់ដាស់នារីម្នាក់ស្រីនេះហើយនឹងបរិបម្នាក់ហ្នឹងឥឡូវគាត់បានស្លាប់អស់ហើយឬក៏ស្លាប់ទៅហ្នឹងមិនដឹងឃើញវាយសិតលបងមិញបងប្អូនហ្នឹងហើយទស្សនាទាំងអស់គ្នាតើជមើនារីនេះអាចជួយបរិះនឹងនារីម្នាក់ប្តីប្រពន្ធនឹងបានអត់ឥឡូវគាត់កាន់ពនួមកតាមបងប្អូនហើយបរិះនេះគាត់រុញកូននារីបរិះ2នាក់ប្តីប្រពន្ធនឹងរត់មកនេះជមើមកទស្សនាទាំងអស់គ្នាបងប្អូនហើយជមើឥឡូវគាត់ធ្វើមិនទៀតបងប្អូនឥឡូវគាត់ឆែកនៅក្នុងកាបូបនោះគាត់មើលលុយបងប្អូននឹងគាត់ឆែកមើលលុយពីខ្សែកនេះគាត់យកឲ្យបងប្អូននេះយកមកពាក់កខ្លួនគាត់បងប្អូនទស្សនាពីដើមដល់ចប់មិនដឹងថាសាច់រឿងវាមិនបងប្អូនហើយកុំភ្លេចចុច follow like page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតឥឡូវនេះមកមើលទស្សនានៅវីដេអូនោះទៀតបងប្អូនឥឡូវបរិះម្នាក់នេះគាត់កំពុងតែទិញនិយាយទូរស័ព្ទទៅគ្នាគាត់មិនដឹងទេបងប្អូនហ្នឹងហើយឥឡូវនារីនេះក៏កាន់ដបងនៅពីក្រោយហើយដឹងដាក់ពីក្រោយវិញហ្នឹងមកទៅនារីម្នាក់នេះក៏ដើរលើបមកហើយជានារីនឹងអាចវាយពីក្រោយហ្នឹងមកទៅបងប្អូនគេថាមានកុំដើរបង្អូនដល់បងប្អូនដោយពីចាស់លោកពលថាអញ្ចឹងនោះតើនារីម្នាក់នឹងគាត់ជួយបរិះអ្នកប្តីប្រពន្ធបានអត់ហើយនឹងកូននេះដែលគាត់រុញមកមិញហ្នឹងចាំមើលតើគាត់ជួយបានអត់ឬមួយក៏យ៉ាងម៉េចបងប្អូនទស្សនាទាំងអស់គ្នាវីដេអូនេះរឿងវែងតិចបងប្អូនហ្នឹងហើយចង់ឲ្យបងប្អូនទស្សនាដល់ចប់បានដឹងថាសាច់រឿងប៊ីបមិនហើយតើខ្ញុំសម្រាយប៊ីបមិនហ្នឹងហើយបងប្អូនឥឡូវបរិះម្នាក់នេះគាត់កំពុងតែនិយាយទូរស័ព្ទបងប្អូននិយាយទូរស័ព្ទគាត់ទៅនិយាយទៅខាងគ្នាគាត់ឬក៏និយាយទៅខាងប្រពន្ធគាត់មិនដឹងទេហ្នឹងហើយមើលឥឡូវគាត់ឈប់និយាយហើយប៉ាំងនារីនោះដាក់យកចំចង្កឥឡូវប្រហែលជាឥឡូវគាត់ដាក់ស្លាប់បងប្អូនណែនារីនឹងអាចជួយបរិះនឹងស្ត្រី2នាក់នោះបានពីអ្នកប្តីប្រពន្ធហ្នឹងឥឡូវគាត់យកវិញជមើលប្រហែលជាអាចយកវិញគាត់វាយថែមទៀតនារីវាយថែមតតែស្លាប់បងប្អូនជន់ថែមទៀតបងប្អូននឹងហើយចង់បានរបស់គេឥឡូវកម្មតបស្នងវិញទេបងប្អូនគេហៅកម្មប្រធានអំពើពីណាធ្វើអ្នកនងទទួលបងប្អូននឹងដូចពាក្យលោកចាស់លោកពលថាមែនដោយប្រពុតដែលគាត់តែងមកអញ្ចឹងបងប្អូនប្រែថាកម្មប្រែថាអំពើពីណាធ្វើពីនងសាងអត់មានអ្នកណាដែលគេសាងជំនួសយើងទេបងប្អូនលើទស្សនាដល់ចប់បងប្អូនថាវីដេអូនោះវាមិនហ្នឹងហើយវីដេអូនេះរឿងវែងបន្តិចបងប្អូនណា如果支持的话，也在这边告诉我。